បាទស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel Reader 12ថ្ងៃនេះខ្ញុំមានវីដេអូអំពីវិញ្ញាសាទី1ពាក់ព័ន្ធនឹងប្រវត្តិវិទ្យាបាទត្រៀមប្រឡងបាក់ឌុបឆ្នាំ2025ដែលយើងនៅសល់តែជាង2ខែឬក៏3ខែបាទខ្ញុំមិនចាំទេប្រហែលជាខ្ទង់3ខែប៉ុណ្ណឹងឯងអញ្ចឹងគឺជាពេលវេលាដែលគួរតែត្រៀមខ្លួនឲ្យបានខ្លាំងឡើងហើយព្រោះបាទពេលវេលាដើរទៅមុខហើយអត់ចាំយើងទេអញ្ចឹងត្រូវតែត្រៀមបាទហើយថ្ងៃនេះគឺខ្ញុំមាន5សំណួរនៅក្នុងវិញ្ញាសាទី1នេះហើយអ្នកទាំងអស់គ្នាកុំភ្លេចចូលទៅ Telegram Channel របស់ខ្ញុំផងដើម្បីទទួលបានសំណួរ quiz ខ្លីៗខ្ញុំដាក់នៅក្នុងហ្នឹងក៏ដូចជាវីដេអូអីផ្សេងព័ត៌មានអីផ្សេងទាក់ទងនឹងការប្រឡងណាបាទហើយនៅក្នុង YouTube កុំភ្លេចជួយចុច Subscribe ពីព្រោះខ្ញុំឃើញអ្នកមើលច្រើនប៉ុន្តែมันមាន Subscribe អញ្ចឹងចុច Subscribe ទៅដើម្បីទទួលបានវីដេអូលឿនហើយឆាប់បានមើលមុនគេបាទជាកុំឲ្យខាតពេកយើងចូលទៅកាន់សំណួរទី1របស់យើងទាំងអស់គ្នាបាទសំណួរទី1គេសួរថាហេតុអ្វីបានជាគេបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជាបាទអ្នកទាំងអស់គ្នាដឹងហើយបង្កើតឡើងគឺក្នុងគោលបំណងធំមួយណាគឺដើម្បីលុបបំបាត់ក៏ដូចជាផ្ដួលរំលំរបបបល្ល័ង្កពិសាសខ្មែរក្រហមនឹងឯងប៉ុន្តែយើងទៅមើលហេតុផលជាក់ស្ដែងដែលយើងត្រូវសរសេរចូលនៅក្នុងក្រដាសប្រឡងចម្លើយបាទទី1បានជាគេបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជាព្រោះបាទត្រេមួយមករបបកម្ពុជាប្រជាធិបតេយ្យបានធ្វើបាបកាប់សម្លាប់ប្រជាជនកម្ពុជាដោយគ្មានកំហុសគ្មានត្រាប្រណីបង្អត់អាហារធ្វើការជាទម្ងន់ខ្វះសម្លៀកបំពាក់ផ្ទះសម្បែងថ្នាំសង្កូវព្យាបាលបាទត្រេទី2បំបត្តិសិទ្ធិសេរីភាពគ្រប់បែបយ៉ាងប្រៀបដូចជាគុកអិតជញ្ជាំងឬក៏ឋាននរកត្រេទី3ដើម្បីរំដោះប្រទេសចេញពីរបបដ៏ព្រៃផ្សៃខ្មៅងងឹតនេះត្រេទី4ដោយមានការយល់ព្រមជួយពីសំណាក់វៀតណាមមកជួយកម្ពុជាពេលហ្នឹងគឺមានការសហការគ្នារវាងកងទ័ពរណសិរ្សជាមួយនឹងកងទ័ពវៀតណាមណាបានវាយផ្ដួលរំលំរបបខ្មែរក្រហមហ្នឹងបាទមួយទៀតគឺមានការគ្រប់គ្រងពីប្រជាពលរដ្ឋនៅក្នុងការវាយរំដោះហើយចុងក្រោយដែលមានអ្នកស្នេហាជាតិមួយចំនួនចង់ផ្ដួលរំលំរបបនេះតែម្ដងអញ្ចឹងដោយមានការពួតដៃគ្នាសហការគ្នាពីអ្នកស្នេហាជាតិរបស់យើងក៏ដូចជាអ្នកដែលហ៊ានចេញមុខនៅក្នុងការប្រឆាំងបាទធ្វើឲ្យរបបនេះដួលរលំហើយអញ្ចឹងហើយជាមូលហេតុដែលគេបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជានេះឡើងបាទអញ្ចឹងនេះគឺជាសំណួរទី1យើងចូលទៅកាន់សំណួរទី2ជាបន្តបាទឥឡូវយើងឈានចូលសំណួរទី2គេសួរថាតើក្នុងការចូលជាសមាជិកអាស៊ានកម្ពុជាទទួលបានផលប្រយោជន៍អ្វីខ្លះបាទនេះបងប្អូនយើងគាត់ចង់ដឹងច្រើនមែនតើសំណួរនេះបាទអញ្ចឹងយើងចម្លើយបាទក្នុងការចូលជាសមាជិកអាស៊ានកម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនដូចជាយើងដាក់បូកមួយមកដែលយើងនិយាយតាមផ្នែកធំបាទផ្នែកទី1គឺយើងនិយាយពីផ្នែកនយោបាយនិងសន្តិសុខបាទហើយយើងចុចត្រេជាបន្តអញ្ចឹងមកណាបាទត្រេទី1កម្ពុជានឹងលែងព្រួយបារម្ភចំពោះរឿងគម្រាមកំហែងផ្នែកសន្តិសុខនឹងលែងនៅឯកាទៀតពលគឺកម្ពុជាជាមិត្តជាមួយនឹងបណ្ដាប្រទេសដទៃក្នុងតំបន់បាទត្រេទី2កម្ពុជាមានសន្តិភាពសេរីភាពក្នុងតំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមួយអាស៊ានបញ្ហាព្រំដែននិងបញ្ហានយោបាយក្នុងតំបន់ដោយសន្តិវិធីត្រេទី3កម្ពុជាលេចមុខមាត់លើឆាកអន្តរជាតិដោយទៅនឹងបណ្ដាប្រទេសក្នុងសហគមន៍អាស៊ាននិងមានសិទ្ធិធ្វើសហប្រតិបត្តិការដោយសមភាពបាទត្រេទី4ក្រោយពេលចូលជាសមាជិកអាស៊ានកម្ពុជាទទួលបាននូវបទពិសោធន៍ពីខ្លឹមសារនៃតំបន់និយមនិងសកលនិយមព្រមទាំងយល់ដឹងពីទំនាក់ទំនងការទូតបាទត្រេទី5អាស៊ានបានឲ្យកម្ពុជាដើរតួនាទីយ៉ាងសំខាន់ខាងនយោបាយក្នុងតំបន់និងលើឆាកអន្តរជាតិកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំបដូវវេនក្នុងនាមជាសមាជិកអាស៊ានបាទហើយយើងទៅមើលផ្នែកធំទី2គឺផ្នែកសេដ្ឋកិច្ចបាទយើងចុចត្រេជាបន្តមកកម្ពុជាបានបញ្ចូលចរន្តនិងលំនាំនៃការលូតលាស់ខាងផ្នែកសេដ្ឋកិច្ចនិងនៅក្នុងប្រទេសរបស់ខ្លួនទៅក្នុងលំនាំនៃការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ត្រេបន្តបន្ទាប់បាទត្រេទី2កម្ពុជាអាចវាស់បាននៅកម្រិតល្បឿនសេដ្ឋកិច្ចនិងធ្វើកំណែទម្រង់ផ្សេងដើម្បីឈានទៅរកទីផ្សារក្នុងតំបន់និងលើឆាកអន្តរជាតិបាទត្រេទី3កម្ពុជានឹងទទួលបានការអភិវឌ្ឍលើវិស័យផ្សេងទៀតដូចជាកសិកម្មឧស្សាហកម្មនិងទេសចរណ៍ការលុបបំបាត់ទិដ្ឋាការឆ្លងដែនក្នុងតំបន់អាស៊ានត្រេទី4សមាហរណកម្មកម្ពុជាទៅក្នុងអាស៊ានបាននាំមកនៅការចូលរួមយ៉ាងសកម្មក្នុងទំនាក់ទំនងប្រទេសជាសមាជិកដូចជាការចរាចរទំនិញសេវាកម្មដើមទុននិងពលកម្មដែលកើតចេញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធនៃនយោបាយហិរញ្ញវត្ថុនិងសេដ្ឋកិច្ច
ត្រីទី5កម្ពុជានឹងទទួលបានប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ីនិងបណ្ដាប្រទេសជាមិត្តទាំង9ក្នុងអត្រាការប្រាក់ទាបនិងមានរយៈពេលយូរបាទហើយនៅក្នុងផ្នែកសេដ្ឋកិច្ចគឺមានចំណុចត្រីចុងក្រោយគឺប្រទេសអាស៊ានទាំង10ជាទីផ្សារដ៏ធំមួយនៅក្នុងតំបន់ដែលមានប្រជាជនជាង600លាននាក់សម្បូរដោយវត្ថុធាតុដើមធនធានធម្មជាតិនិងផ្ទៃដីដ៏ធំទូលាយបាទហើយយើងបូកមួយគឺជាផ្នែកធំទី3គឺផ្នែកធនធានមនុស្សបាទយើងដាក់ត្រីមកកម្ពុជាបាទមានការផ្លាស់ប្ដូរបទពិសោធន៍និងការទទួលអត្ថប្រយោជន៍រវាងប្រព័ន្ធអប់រំវិទ្យាសាស្ត្រនិងបច្ចេកទេសថ្មីៗនិស្សិតកម្ពុជានឹងទទួលបានអាហារូបករណ៍ទៅទទួលការបណ្ដុះបណ្ដាលនៅបាទបណ្ដាប្រទេសអាស៊ានបាទទាំងភាសាបច្ចេកទេសជំនាញនិងទ្រឹស្ដីត្រីមួយទៀតគឺមានការផ្លាស់ប្ដូរគ្នាទៅវិញទៅមកទៅលើផ្នែកចំណេះដឹងរវាងសមាជិកអាស៊ានទាំង10បាទការបណ្ដុះបណ្ដាលធនធានមនុស្សឆ្លើយតបនឹងតម្រូវការទីផ្សារការងារជាតិតំបន់និងអន្តរជាតិធានាបានការអភិវឌ្ឍប្រទេសប្រកបដោយចីរភាពហើយចំណុចធំចុងក្រោយបាទគឺផ្នែកវប្បធម៌បាទមានការផ្លាស់ប្ដូរនិងចែករំលែកគ្នាលើផ្នែកវប្បធម៌ប្រពៃណីទំនៀមទម្លាប់ផ្សព្វផ្សាយបានទូលំទូលាយនៅវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ជាតិខ្លួនហើយនឹងត្រីចុងក្រោយគឺពហុវប្បធម៌ធ្វើឲ្យប្រជាជាតិនីមួយៗស្រឡាញ់សន្តិភាពនិងគោរពសិទ្ធិគ្នាទៅវិញទៅមកបាទអញ្ចឹងអានេះគឺជាចំណុចបាទផលប្រយោជន៍ដែលកម្ពុជាចូលជាអាស៊ានចូលជាសមាជិកអាស៊ានបាទឥឡូវយើងឆ្លងចូលសំណួរទី3ដែលគេឲ្យយើងពន្យល់អំពីទូរទស្សន៍សន្តិភាពក្នុងការអភិវឌ្ឍប្រទេសកម្ពុជាបាទអញ្ចឹងឮតែគេនិយាយអគុណសន្តិភាពមិនប្រយ័ត្នអត់ដឹងសន្តិភាពនឹងគេសំដៅលើអីបាទអញ្ចឹងឥឡូវយើងពន្យល់មកសន្តិភាពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យបាទដូចតទៅបាទយើងបូកមួយមកដាក់ចំណុចធំបាទនយោបាយគឺមានការរួបរวมគ្នាដើម្បីអភិវឌ្ឍប្រទេសបាទត្រេបន្តមកបាទមានទំនាក់ទំនងល្អជាមួយបរទេសផ្នែកការទូតសេដ្ឋកិច្ចបាទធ្វើឲ្យមានសន្តិភាពសន្តិបាទភាពពាណិជ្ជកម្មនិងមានស្ថិរភាពនយោបាយព្រមទៀតមកបាទធ្វើឲ្យកម្ពុជារៀបចំការបោះឆ្នោតដោយខ្លួនឯងក្នុងការជ្រើសរើសមេដឹកនាំតាមបែបប្រជាធិបតេយ្យបាទព្រមទៀតសន្តិភាពបាននាំមកនូវឯករាជ្យអធិបតេយ្យភាពនិងបូរណភាពទឹកដីពិតប្រាកដបាទហើយកម្ពុជាអាចចូលជាសមាជិកអង្គការបាទស្ថាប័នអន្តរជាតិដូចជាអាស៊ាន WTO និងបានក្លាយជាប្រធានអាស៊ានវិលជុំបាទដោយពុំអាក់ខានដូចជានៅឆ្នាំ2002 2012និង2022បាទចំណុចសេដ្ឋកិច្ចវិញសេដ្ឋកិច្ចគឺជំរុញវិស័យកសិកម្មឧស្សាហកម្មពាណិជ្ជកម្មទេសចរណ៍អភិវឌ្ឍបាទឲ្យមានការអភិវឌ្ឍបាទត្រីទី2គឺងាយស្រួលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាងត្រីទី3មានកំណើនការវិនិយោគពីឯកជនបង្កើនទុនពីបរទេសបង្កើនការងារដល់ប្រជាពលរដ្ឋជៀសវាងការធ្វើចំណាកស្រុកនិងកាត់បន្ថយភាពក្រីក្រត្រីទី4មានទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិជាមួយអាស៊ាននិងមហាអំណាចធំៗលើពិភពលោកបាទត្រីទី5បាទមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបង្កើនការងារនិងប្រាក់ចំណូលជូនប្រជាជនបាទត្រីទី6កសាងហេដ្ឋារចនាសម្ព័ន្ធមានផ្លូវជាតិផ្លូវដែកស្ពានបាទស្ពានអាកាសយានដ្ឋានកំពង់ផែដោយបំពាក់ប្រព័ន្ធទឹកភ្លើងពីទីក្រុងរហូតដល់ជនបទបាទហើយផ្នែកសង្គមវិញចំពោះផ្នែកសង្គមគឺយើងដាក់ត្រីអញ្ចឹងដូចគ្នាមកណាបាទមានការទប់ស្កាត់សង្គ្រាមនិងការខ្វែងគំនិតគ្នាក្នុងសង្គមលើកស្ទួយការគោរពសិទ្ធិមនុស្សសេរីភាពគ្រប់បែបយ៉ាងក្នុងសង្គមប្រជាធិបតេយ្យទប់ស្កាត់អំពើពុករលួយធ្វើឲ្យរដ្ឋមានលទ្ធភាពសម្រេចផែនការនានាតាមការកំណត់ជួយឲ្យមានសន្តិភាពនិងសុខបាទសន្តិសុខសង្គមហើយចុងក្រោយជាមាគ៌ានាំសង្គមមានការអភិវឌ្ឍជាចីរភាពបាទនេះគឺសន្តិភាពហើយឥឡូវយើងចូលដល់សំណួរទី4ចូលវិភាគទូនាទីពុទ្ធសាសនាក្នុងសង្គមខ្មែរបាទព្រោះប្រទេសកម្ពុជាយើងប្រជាជនភាគច្រើនគឺគោរពប្រណិប័តបាទទៅលើពុទ្ធសាសនាអញ្ចឹងគឺសំណួរនេះក៏មានរំលេចបាទទូនាទីនៅក្នុងសង្គមខ្មែរយ៉ាងម៉េចបាទឥឡូវជាចម្លើយទូនាទីពុទ្ធសាសនាក្នុងសង្គមខ្មែរបាទរួមមានព្រែមកបាទបានអប់រំមនុស្សប្រកាន់នៅចំណុចល្អចេះធ្វើអំពើល្អប្រកាន់នៅសច្ចធម៌ស្គាល់បុណ្យស្គាល់បាបបាទផ្ដល់ចំណេះដឹងល្អបាទស្គាល់អំពើល្អអំពើអាក្រក់ស្គាល់គុណស្គាល់ទោសប្រកាន់នៅសច្ចធម៌ជាទីកន្លែងស្នាក់អាស្រ័យនិងជំរកសម្រាប់ការអប់រំផ្លូវចិត្តផ្ដល់ចំណេះធ្វើបាទគោរពប្រណិប័តអំពើល្អឲ្យស្រឡាញ់ជាតិនិងមិនប្រកាន់ពូជសាសន៍
មិនប្រព្រឹត្តខុសកន្លងបាទពុទ្ធសាសនាមានសិលធម៌មានអត្តចរិតថ្លៃថ្នូរមានការគោរពគ្នាទៅវិញទៅមកចេះរស់នៅក្នុងសង្គមមានដំណាក់ទំនងចេះអត់ឱនអធ្យាស្រ័យសាមគ្គីក្នុងសង្គមប្រជាធិបតេយ្យនិងត្រីចុងក្រោយបាទជាកន្លែងផ្សព្វផ្សាយវប្បធម៌ជាតិរស់នៅដោយសុខសន្តិភាពអហិង្សារស់នៅក្នុងវប្បធម៌ចែករំលែកបាទយើងដាក់ប៉ុណ្ណឹងមកបាទបន្ទុកគឺដឹងតែពេញហើយហៅថាយើងឆ្លើយបានល្អអញ្ចឹងបាទឥឡូវចូលដល់សំណួរទី5ដែលជាសំណួរចុងក្រោយនៃភាគនេះបាទគេសួរថាតើសង្គ្រាមនៅកម្ពុជាឆ្នាំ70ដល់75និងឆ្នាំ75ដល់98ឬក៏យើងអាចនិយាយម្យ៉ាងទៀតថាជាសង្គ្រាមស៊ីវិលនៅកម្ពុជាណាបាទបានបង្កផលវិបាកអ្វីខ្លះសម្រាប់កម្ពុជាអញ្ចឹងយើងឆ្លើយមកបាទសង្គ្រាមស៊ីវិលនៅកម្ពុជាឆ្នាំ70ដល់75ពី75ដល់បាទ98ហ្នឹងបានបង្កផលវិបាកសម្រាប់កម្ពុជាដូចខាងក្រោមបាទយើងដាក់ចំណុចកមកខាងសង្គមយ៉ាងម៉េចខ្លះខាងសង្គមហ្នឹងយើងរៀបរាប់មកសម្រាប់ជីវិតមនុស្សជាង3លាននាក់បាទបន្សល់នៅរបួសជនពិការក្មេងកំព្រាស្ត្រីមេម៉ាយបាទបាត់បង់ធនធានមនុស្សអស់ជាច្រើនព្រាត់ប្រាសគ្រួសារផ្ទះសម្បែងរងទុក្ខវេទនាគ្រោះទុរភិក្សបាទជួបនៅអនាធិបតេយ្យចោរកម្មពុករលួយអយុត្តិធម៌បំបត្តិសិទ្ធិសេរីភាពជំនឿសាសនាបាទហើយយើងដាក់ចំណុចខខាងសេដ្ឋកិច្ចវិញដីស្រែចម្ការទុកទំនេរចោលខ្លាយជាចម្ការមីនរណ្ដៅគ្រាប់បែកបាទរោងចក្រសហគ្រាសចម្ការកស៊ូត្រូវបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស្ពានផ្លូវថ្នល់សំណង់អគារនិងបរិក្ខារផ្សេងបាត់បង់ធនធាននិងអ្នកវិនិយោគទុនបាទមិនហ៊ានចូលមកទំនិញឡើងថ្លៃអតិផរណាក្រដាស់ប្រាក់ហើយចំណុចកខាងនយោបាយវិញយ៉ាងម៉េចបាទត្រេមកប្រទេសកម្ពុជាបាត់បង់កេរ្តិ៍ឈ្មោះកិត្តិយសលើឆាកអន្តរជាតិប្រជាជនបាត់បង់ជំនឿលើថ្នាក់ដឹកនាំនិងអស់សង្ឃឹមលើជោគវាសនាប្រទេសជាតិនាំកម្ពុជាទៅរកការសម្លាប់រង្គាលលើជាតិសាសន៍ខ្លួនឯងនិងកម្ពុជាជាប្រទេសរស់នៅដោយឯកោអស់រយៈពេលជាយូរឆ្នាំបាទអញ្ចឹងសង្គ្រាមស៊ីវិលគឺបានផ្ដល់ផលវិបាកយ៉ាងច្រើនអញ្ចឹងសម្រាប់ប្រទេសបាទដូច្នេះ5សំណួរនៅក្នុងភាគនេះគឺសូមបញ្ចប់តែត្រឹមនេះហើយសូមអរគុណសម្រាប់ការតាមដានទស្សនានិងបាទបញ្យកចិត្តទុកដាក់របស់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាហើយជូនពរឲ្យទទួលបានដោយសេចក្តីបំណងในការប្រឡងបាក់ឌុបខាងមុខបាទហើយយើងជួបគ្នានៅវីដេអូបន្ទាប់បាទ